ច្រើនពូបើយើងចង់មកទស្សនា Liberty តំណាងឲ្យជាវិមានជាតិរូបសំណាកនៃសន្តិភាពគឺនៅទីក្រុង New York សហរដ្ឋអាមេរិកច្រើនពូថា Liberty នេះនៅលើកោះចំកណ្ដាលទីក្រុងពីរទីក្រុង New York និងទីក្រុង New Jersey ក្នុងការមកទស្សនានៅទីក្រុង New York នេះភាគច្រើនគេមិនជិះរថយន្តទេបងគេដោយសារតែទីក្រុង New York ចង្អៀតខ្លាំងហើយយើងដើម្បីភាពងាយស្រួលក្នុងការទស្សនាតាមតំបន់ផ្សេងៗគឺយើងត្រូវជិះរថភ្លើងក្រោមដីបងទីមួយយើងត្រូវមកឆែកទិញសម្បត្តិរទេះភ្លើងក្រោមដីនៅទីក្រុង New York បន្ទាប់ពីទិញសម្បត្តិហើយយើងបន្តដំណើរទៅជិះរទេះភ្លើងក្រោមដីហើយមានឆ្លងកាត់សមុទ្រឆ្លងកាត់អីជាដើមទៅទីតាំងដែលយើងបានកំណត់ទុកគឺ Liberty បន្ទាប់ពីជិះរទេះភ្លើងហើយយើងបន្តដំណើរទៅទៀតគឺជួលកន្លែងទីតាំងដែលលក់សម្បត្តិសម្រាប់ជិះកប៉ាល់ទឹកក្នុងការធ្វើដំណើរទៅទស្សនានៃ Liberty នោះគឺយើងត្រូវទិញសម្បត្តិសិនព្រោះសម្បត្តិសម្រាប់ជិះកប៉ាល់ទឹកចូលទៅទស្សនានៅទីនោះហើយសម្បត្តិទស្សនា$26.30ក្នុងមួយនាក់ព្រោះសម្រាប់សេវាកម្មកប៉ាល់ទឹកជិះចូលទៅដល់កោះ Liberty នោះមុននឹងយើងឈានចូលដល់កប៉ាល់ទឹកដែលយើងត្រូវធ្វើដំណើរឆ្លងទៅដល់កោះ Liberty នោះយើងត្រូវតម្រង់ជួរគ្នាដើម្បីចូល scan ខ្លួនយើង scan សម្ភារៈទាំងអស់ក្នុងមួយថ្ងៃច្រើនពោលថាមនុស្សច្រើនណាស់ដែលមកត្រូវទស្សនា Liberty នេះគឺកក់កុញតម្រង់ជួរគ្នាកក់កុញរងចាំយូរមែនទែនហើយយើងឆ្លងកាត់ពីម៉ាស៊ីន scan ហើយគឺយើងបន្តដំណើរឡើងលើកប៉ាល់តែម្ដងហើយសម្រាប់កប៉ាល់ដែលយើងត្រូវជិះមានទំហំធំហើយមាន3ជាន់យើងចង់ជិះជាន់ណាគឺស្រេចទៅចិត្តយើងចង់ជិះជាន់ទី1ជាន់ទី2និងជាន់ទី3ជាន់ទី3លើគេព្រោះលើគេអាចមើលឃើញបានស្រួលប៉ុន្តែអត់មានដំបូលទេលើគេព្រោះក្តៅបន្តិចព្រោះចម្រើនពួរទីនេះជាវិមានជាតិរូបសំណាកសេរីភាពរូបសំណាកសេរីភាពបង្ហាញពីសារនៃសេរីភាពរបស់ខ្លួនតាមរយៈព័ត៌មានលម្អិតដ៏អស្ចារ្យជាច្រើនច្រវាក់ដែលដាក់លើជើងរូបសំណាកបង្ហាញពីការរំដោះប្រជាជនដែលជាប់ជាទាសករនិងការបញ្ឈប់នៃរបបផ្ដាច់ការបន្ទះជារូបសភៅនៅលើដៃខាងឆ្វេងរបស់រូបសំណាកតំណាងឲ្យច្បាប់នៃសេរីភាពហើយសរសេរនៅលើបន្ទះជាលេខរ៉ូម៉ាំងគឺជាកាលបរិច្ឆេទនៃសេចក្តីប្រកាសឯករាជ្យរបស់អាមេរិកនៅថ្ងៃទី4ខែកក្កដាឆ្នាំ1976កម្មរស្មីទាំង5នៃមកុដរបស់រូបសំណាកតំណាងឲ្យពន្លឺនៃព្រះអាទិត្យដែលរីករាលដាលការត្រាស់ដឹងនិងហេតុផលទូទាំងពិភពលោកទោះជាយ៉ាងណាក៏ដោយអ្វីដែលសំខាន់បំផុតគឺភ្លើងគប់និងអណ្ដាតភ្លើងនៅដៃខាងស្ដាំគឺតំណាងឲ្យសេរីភាពបំភ្លឺពិភពលោកច្រើនពោលថារូបសំណាកនេះបានកំណត់ជាលក្ខណៈថាម្ដាយនៃជននិរទេស